នៅលើពិភពលោកយើងនេះគឺមានសត្វប្រមាញ់មួយប្រភេទដែលមានអត្រាជោគជ័យនៅក្នុងការចាប់ចំណីបានរហូតដល់ 95% សូម្បីតែសត្វតោឬខ្លាដែលជាស្ដេចព្រៃក៏មានអត្រាជោគជ័យត្រឹមតែ 25 ទៅ 30% តែប៉ុណ្ណោះចាញ់សត្វមួយនេះផងកំពូលឃាតករដែលមានសមត្ថភាពខ្ពស់បំផុតនោះគឺមិនមែនជាសត្វសាហាវធំអីនោះទេក៏ប៉ុន្តែវាគឺជាសត្វល្អិតតូចមួយដែលកំពុងតែហោះហើរជុំវិញផ្ទះរបស់យើងដែលសត្វនោះគឺជាសត្វកន្ទុំរុយហើយក៏មានសំណួរជាច្រើនដែលមនុស្សយើងតែងតែងឿងឆ្ងល់ថាជាពិសេសគឺភាពភ័យខ្លាចចំពោះរូបរាងដ៏ចម្លែករបស់វាតើសត្វកន្ទុំរុយចេះខាំមនុស្សឬក៏ស៊ីសាច់មនុស្សដែរឬទេហើយហេតុអ្វីបានជាអ្នកវិទ្យាសាស្ត្រចាត់ទុកថាកន្ទុំរុយគឺជាវិស្វកម្មនៃធម្មជាតិដ៏ល្អឥតខ្ចោះនៅក្នុងវីដេអូនេះយើងនឹងបកស្រាយការពិតទាំងអស់តាមបែបវិទ្យាសាស្ត្រដើម្បីឲ្យបងប្អូនបានស្គាល់ពីធាតុពិតរបស់សត្វដ៏អស្ចារ្យមួយនេះបាទសួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel អ្នករៀនសូត្រដែលជាកន្លែងចែករំលែកចំណេះដឹងទូទៅនិងរឿងរ៉ាវប្លែកៗជុំវិញពិភពលោកប្រធានបទរបស់យើងនៅថ្ងៃនេះគឺយើងនឹងទៅសិក្សាលម្អិតអំពីសត្វកន្ទុំរុយ Dragonfly ហើយយើងនឹងលុបបំបាត់ជំនឿខុសឆ្គងមួយចំនួនដែលជំនួសមកវិញនៅចំណេះដឹងដែលអ្នកប្រហែលជាមិនធ្លាប់ដឹងពីមុនមកហើយតើហេតុអ្វីបានជាវាអាចហោះហើរល្អជាងអធម្មភេសជ្ជៈភ្នែករបស់វាមានសមត្ថភាពពិសេសអ្វីខ្លះមុននឹងយើងចូលទៅដល់ខ្លឹមសារលម្អិតសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុចប៊ូតុង Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូចំណេះដឹងថ្មីៗជារៀងរាល់ថ្ងៃការគាំទ្ររបស់បងប្អូនគឺជាកម្លាំងចិត្តដ៏ខ្ញុំបាទនៅក្នុងការបន្តសិក្សាស្រាវជ្រាវនិងផលិតវីដេអូល្អៗបន្ថែមទៀតជាដំបូងយើងនឹងឆ្លើយតបទៅនឹងសំណួរដែលមនុស្សយើងជាច្រើនបារម្ភបំផុតនោះគឺតើកន្ទុំរុយខាំមនុស្សដែរឬទេចម្លើយតាមបែបវិទ្យាសាស្ត្រគឺកន្ទុំរុយមានសមត្ថភាពអាចខាំមនុស្សបានប៉ុន្តែវាកម្រនឹងខាំមនុស្សខ្លាំងណាស់លើកលែងតែក្នុងករណីចាំបាច់បំផុតតែប៉ុណ្ណោះកន្ទុំរុយមិនមានត្រនិចសម្រាប់តិចដូចជាឃ្មុំឬក៏អាម៉ាល់នោះទេក៏ប៉ុន្តែវាមានថ្គាម mandible ដ៏រឹងមាំនៅត្រង់មាត់ថ្គាមនេះគឺបង្កើតឡើងសម្រាប់គោលបំណងតែមួយគត់គឺដើម្បីកិនបំបែកសត្វល្អិតដទៃទៀតឲ្យទៅជាចំណីរបស់វាជាទូទៅកន្ទុំរុយមិនចាត់ទុកមនុស្សគឺជាសត្រូវឬក៏ចំណីរបស់វានោះទេវានឹងមិនហោះមកខាំយើងដែលគ្មានមូលហេតុនោះឡើយការខាំវាអាចកើតឡើងបានតែក្នុងករណីមួយគត់គឺនៅពេលដែលយើងចាប់វាកាន់ដោយដៃហើយវាមានអារម្មណ៍ថាគ្រោះថ្នាក់ពេលនោះវានឹងប្រឹងប្រើថ្គាមរបស់វាខាំទៅលើម្រាមដៃរបស់យើងដើម្បីការពារខ្លួនតែប៉ុណ្ណោះបើសួរថាតើវាឈឺដូចគេបោកទេសម្រាប់កន្ទុំរុយតូចៗវាគ្រាន់តែធ្វើឲ្យយើងមានអារម្មណ៍ថាដូចត្រូវបានគេក្តិចស្បែកបន្តិចបន្តួចតែប៉ុណ្ណោះហើយជាញឹកញាប់វាមិនអាចខាំស្បែករបស់មនុស្សបានទេប៉ុន្តែសម្រាប់កន្ទុំរុយប្រភេទធំថ្គាមរបស់វាអាចនឹងមុតល្មមធ្វើឲ្យដាច់ស្បែកនិងឈឺចាប់បានខ្លះដែរសរុបមកវាខាំដើម្បីការពារខ្លួនក៏ប៉ុន្តែមិនមែនជាសត្វដ៏កាចសាហាវមកវាយប្រហារមនុស្សមុននោះទេសំណួរបន្ទាប់តាក់ទងទៅនឹងចំណងជើងរបស់យើងតើកន្ទុំរុយស៊ីមនុស្សទេចម្លើយគឺទេគឺវាមិនអាចស៊ីដាច់ខាតមូលហេតុគឺដោយសារតែកត្តាជីវសាស្ត្រនិងទំហំកន្ទុំរុយគឺជាសត្វដែលស៊ីសាច់ជាអាហារ carnivore ពិតមែនក៏ប៉ុន្តែប្រភេទសាច់ដែលវាត្រូវការគឺជាសត្វល្អិតតូច insectivore ប្រភេទរំលាយអាហារនិងរចនាសម្ព័ន្ធនៃរាងកាយរបស់វាមិនត្រូវបានវិវត្តមកសម្រាប់បរិភោគសត្វធំឬក៏សាច់មនុស្សនោះទេហើយលើពីនេះមនុស្សវាមានទំហំធំពេកសម្រាប់ពួកវាកន្ទុំរុយគឺជាអ្នកប្រមាញ់ឱកាសនិយមវាចាប់តែអ្វីដែលវាអាចគ្រប់គ្រងបាននិងលេបចូលពោះបានដូច្នេះសូមបងប្អូនកុំបារម្ភវាគ្មានថ្ងៃដែលកន្ទុំរុយមកឆាបសាច់យើងស៊ីដូចទៅនៅក្នុងរឿងបែបវិទ្យាសាស្ត្រនោះទេផ្ទុយទៅវិញវាគឺជាភ្នាក់ងារកម្ចាត់សត្វល្អិតចង្រៃដ៏មានប្រសិទ្ធភាពបំផុតអាហារចម្បងរបស់កន្ទុំរុយគឺមូសហើយនិងរុយនិងមេអំបៅដែលបំផ្លាញដំណាំនៅក្នុងមួយថ្ងៃកន្ទុំរុយមួយក្បាលអាចស៊ីមូសបានរាប់រយទៅរាប់ពាន់ក្បាលដូច្នេះការមានវត្តមានកន្ទុំរុយនៅជុំវិញផ្ទះគឺជាសញ្ញាណដ៏ល្អសម្រាប់សុខភាពរបស់យើងទៅវិញទេការពិតដ៏គួរឲ្យភ្ញាក់ផ្អើលអំពីប្រវត្តិរបស់សត្វកន្ទុំរុយតែអ្នកដឹងទេថាកន្ទុំរុយគឺជាសត្វបុរាណបំផុតមួយនៅលើភពផែនដីកំណត់ត្រាហ្វូស៊ីលបានបង្ហាញថាបុព្វបុរសរបស់សត្វកន្ទុំរុយបានបង្ហាញខ្លួននៅលើភពផែនដីតាំងពីប្រហែល300លានឆ្នាំមុនដែលនេះមានន័យថាពួកវាមានវត្តមានមុនសត្វ Dinosaur ទៅទៀតពួកវាបានរួចពីការផុតពូជដ៏ធំធេងជាច្រើនលើកច្រើនសារហើយក៏នៅតែរក្សារូបរាងស្ទើរតែដដែលរហូតមកដល់សព្វថ្ងៃនេះប៉ុន្តែមានចំណុចខុសគ្នាគឺទំហំនៅសម័យបុរេប្រវត្តិមានកន្ទុំរុយយក្សមួយប្រភេទដែលមានឈ្មោះថា Meganoraវាមានទំហំស្លាបលាតសន្ធឹងរហូតដល់ជិត1ម៉ែត្រដែលវាមានទំហំធំជាងសត្វឥន្ទ្រីឬក៏ធំប៉ុនកូនក្មេងតូចម្នាក់មូលហេតុដែលពួកវាអាចធំបានមកដល់កម្រិតនេះគឺដោយសារតែនៅសម័យនោះបរិយាកាសផែនដីសម្បូរទៅដោយអុកស៊ីហ្សែនខ្លាំងជាងពេលបច្ចុប្បន្នហើយបើសិនជាកន្ទុំរុយប្រភេទនេះនៅមានជីវិតដល់សព្វថ្ងៃសំណួរដែលថាតើកន្ទុំរុយចេះស៊ីមនុស្សដែរឬទេចម្លើយគឺអាចនឹង yes ហើយបងប្អូនត្រៀមរត់ឲ្យហើយទៅ
ក៏ប៉ុន្តែសំណាងល្អវិញដោយសារតែពួកវាបានផុតពូជអស់ហើយហេតុអ្វីបានជាវិศវករយន្តហោះនិងយោធាយកចិត្តទុកដាក់សិក្សារៀនសូត្រអំពីសត្វកន្ទុំរុយកន្ទុំរុយមានស្លាបចំនួន4ដែលធ្វើការដាច់ដោយឡែកពីគ្នាសាច់ដុំទ្រូងរបស់វាអាចបញ្ជាស្លាបនីមួយៗឲ្យបក់នៅក្នុងកម្រិតនិងទិសដៅផ្សេងៗគ្នាបាននេះវាអនុញ្ញាតឲ្យវាធ្វើចលនាដែលសត្វស្លាបឬក៏សត្វល្អិតដទៃទៀតមិនអាចធ្វើបានទី1គឺ hovering វាអាចហោះហើរនៅត្រឹងមួយកន្លែងដោយឧទ្ធម្ភាគចក្រទី2គឺ vertical take off វាអាចហោះហើរត្រង់ទៅមុខឬក៏ចុះត្រង់ក្រោមទី3គឺ backward fly វាអាចហោះហើរថយក្រោយបានយ៉ាងងាយស្រួលទី4គឺ acrobatics វាអាចហោះហើរផ្ងាពោះឬក៏កាច់ចង្កេះ90ដឺក្រេឬក៏180ដឺក្រេក្នុងរយៈពេលត្រឹមតែប៉ុន្មានមីលីវិនាទីតែប៉ុណ្ណោះល្បឿនអតិបរមារបស់វាអាចឈានទៅដល់50ទៅ60គីឡូម៉ែត្រនៅក្នុង1ម៉ោងមិនត្រឹមតែល្បឿននោះទេវាថែមទាំងមានកម្លាំង G-force កម្លាំងសម្ពាធទំនាញខ្ពស់ខ្លាំងដែលបើមនុស្សយើងជិះលឿនឬក៏បត់បែនខ្លាំងដោយសត្វកន្ទុំរុយយើងអាចនឹងសន្លប់នេះហើយគឺជាមូលហេតុដែលគេហៅវាថាជាស្ដេចនៃដែនអាកាសអាវុធសម្ងាត់មួយទៀតដែលធ្វើឲ្យកន្ទុំរុយចាប់ចំណីបាន 95% គឺភ្នែកក្បាលរបស់កន្ទុំរុយត្រូវបានគ្របដណ្ដប់ស្ទើរតែទាំងស្រុងទៅដោយភ្នែកធំៗពីរនេះគឺជាប្រភេទភ្នែករួមឬក៏យើងហៅជាភាសាអង់គ្លេសថា compound eyes នៅក្នុងភ្នែកនីមួយៗវាមានភ្នែកតូចៗឬក៏កែវភ្នែក Ommatidia ចំនួនរហូតដល់ 30000 គ្រាប់នេះគឺជាសមត្ថភាពពិសេសរបស់ភ្នែកសត្វកន្ទុំរុយទី1គឺការមើលឃើញ360ដឺក្រេវាអាចមើលឃើញសពគ្រប់ជុំវិញខ្លួនរបស់វាដោយមិនចាំបាច់ងាកក្បាលនេះវាធ្វើឲ្យវាងាយស្រួលគេចពីការវាយប្រហារពីខាងក្រោយទី2គឺការមើលឃើញពណ៌ខណៈដែលមនុស្សយើងមានកោសិកាទទួលពណ៌ចំនួន3គឺក្រហមខៀវបៃតងកន្ទុំរុយអាចមើលឃើញពណ៌រហូតដល់15ឬ30ប្រភេទវាអាចមើលឃើញពន្លឺ ultraviolet និងរលកពន្លឺដែលមនុស្សយើងមិនអាចមើលឃើញទី3គឺការចាប់យកចលនា fast motion processing នេះគឺជាចំណុចដ៏សំខាន់បំផុតមនុស្សយើងឃើញភាពរលូននៃវីដេអូនៅត្រឹមតែ60 frame នៅក្នុង1វិនាទីតែប៉ុណ្ណោះប៉ុន្តែសម្រាប់កន្ទុំរុយវាអាចមើលឃើញរហូតដល់2ទៅ300 frame នៅក្នុង1វិនាទីដែលនេះមានន័យថាចលនារបស់សត្វមូសឬក៏ចលនារបស់ដៃយើងគឺវាស្ថិតនៅក្នុងសភាពយឺត slow motion នៅក្នុងភ្នែករបស់វាហើយនេះហើយគឺជាមូលហេតុដែលយើងពិបាកនឹងចាប់វាដោយដៃទទេខ្លាំងណាស់យើងច្រើនតែចាប់អារម្មណ៍កន្ទុំរុយនៅពេលដែលវាហោះក៏ប៉ុន្តែការពិតនៃជីវិតរបស់វាគឺការចំណាយពេលភាគច្រើននៅក្នុងទឹកកន្ទុំរុយចាប់កំណើតជាដង្កូវទឹកនៃអាតឬនឹមហើយវាអាចរស់នៅក្នុងទឹកបានពី3ខែរហូតដល់5ឆ្នាំអាស្រ័យទៅលើប្រភេទពូជនៅក្នុងដំណាក់កាលនេះវាគឺជាប្រភេទសត្វដែលសាហាវបំផុតនៅក្នុងប្រព័ន្ធអេកូឡូស៊ីទឹកសាបដង្កូវកន្ទុំរុយមិនស៊ីស្លែទេតែវាស៊ីសាច់វាមានចលនាសម្ព័ន្ធមាត់ពិសេសដែលហៅម្យ៉ាងថា labium ដែលអាចបាញ់ទៅមុខយ៉ាងលឿនដើម្បីកម្ចាត់ចំណីរួចក៏ទាញមកទំពាស៊ីចំណីរបស់វាមានដូចជាកូនត្រីកូនកង្កែបនិងសត្វល្អិតនៅក្នុងទឹកវាដកដង្ហើមតាមរន្ធគូត rectal gill និងបាញ់ទឹកចេញតាមពីគូតដើម្បីរុញខ្លួនវាទៅមុខដូចជាម៉ាស៊ីនចែតនៅក្នុងករណីអាសន្ននេះគឺជាចំណេះដឹងតែមួយគត់ដែលបញ្ជាក់ថាសត្វនេះកើតមកដើម្បីធ្វើជាអ្នកប្រមាញ់តាំងពីកំណើតរហូតដល់ពេលវាស្លាប់យកតែម្ដងក្រៅពីសមត្ថភាពដ៏អស្ចារ្យតើកន្ទុំរុយមានប្រយោជន៍អ្វីដល់មនុស្សនិងភពផែនដីមួយគឺជាអ្នកគ្រប់គ្រងចំនួនសត្វល្អិតដោយដែលបានជម្រាបជូនវាគឺជាភ្នាក់ងារកម្ចាត់សត្វមូសធម្មជាតិដ៏ល្អបំផុតនេះគឺអាចជួយកាត់បន្ថយការរីករាលដាលនៃជំងឺគ្រុនឈាមនិងគ្រុនចាញ់និងជំងឺឆ្លងផ្សេងៗទី2គឺវាជាសូចនាករសុខភាពទឹកដែលគេហៅវាថា bio indicator កូនកន្ទុំរុយត្រូវការទឹកស្អាតនិងមានអុកស៊ីសែនគ្រប់គ្រាន់ដើម្បីរស់នៅដូច្នេះប្រសិនបើប្រភពទឹកណាមួយដូចជាបឹងឬស្ទឹងសម្បូរទៅដោយសត្វកន្ទុំរុយទឹកនៅតំបន់នោះមានគុណភាពល្អនិងមិនមានសារធាតុគីមីពុលធ្ងន់ធ្ងរនោះទេសរុបសេចក្តីមកយើងអាចនិយាយបានថាកន្ទុំរុយមិនស៊ីមនុស្សនោះទេវាកម្រនឹងខាំមនុស្សខ្លាំងណាស់លើកលែងតែយើងទៅរកគូនវាគឺជាកំពូលអ្នកប្រមាញ់ដែលមានបច្ចេកវិទ្យាធម្មជាតិដ៏អស្ចារ្យទាំងការហោះហើរនិងការមើលឃើញកន្ទុំរុយគឺជាមិត្តល្អរបស់មនុស្សនៅក្នុងការជួយថែរក្សាលំនឹងបរិស្ថាននិងកម្ចាត់សត្វល្អិតចង្រៃដូច្នេះនៅពេលក្រោយដែលយើងឃើញសត្វកន្ទុំរុយហោះមកជិតសូមកុំភ័យខ្លាចនិងកុំធ្វើបាបវាសូមសម្លឹងមើលវាដោយការកោតសរសើរចំពោះសត្វដែលឆ្លងកាត់ការវិវត្តជាង300លានឆ្នាំមកក្លាយជាម៉ាស៊ីនហោះហើរដ៏ល្អឥតខ្ចោះបំផុតមួយនៅលើភពផែនដីតើបងប្អូនយល់យ៉ាងណាដែរចំពោះការពិតទាំងនេះតើមានចំណុចណាខ្លះដែលបងប្អូនទើបតែបានដឹងនៅថ្ងៃនេះសម្រាប់ខ្ញុំផ្ទាល់ខ្ញុំចាប់អារម្មណ៍បំផុតត្រង់ចំណុចដែលភ្នែករបស់វាមើលឃើញរូបភាពជា slow motion ប្រសិនបើបងប្អូនមានចម្ងល់ឬក៏មានចំណេះដឹងបន្ថែមទាក់ទងទៅនឹងសត្វកន្ទុំរុយអាចសរសេរចែករំលែកនៅក្នុងប្រអប់ comment ខាងក្រោមបានហើយបើពេញចិត្តវីដេអូមួយនេះសូមជួយ share ទៅកាន់មិត្តភ័ក្តិនិងក្រុមគ្រួសារដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីការពិតនិងឈប់ខ្លាចសត្វដ៏មានប្រយោជន៍មួយនេះជួបគ្នានៅក្នុងវីដេអូចំណេះដឹងល្អៗក្រោយៗទៀតជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អនិងសំណាងល្អសូមអរគុណសូមជម្រាបលាបាយ